បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកតាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញកូនមន់បាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញកូនមន់ឬក៏ចាប់កូនមន់ទូចៗនោះចាប់នៅក្នុងដៃឬក៏ច្របាច់កូនមន់ឲ្យងាប់នៅក្នុងដៃទំនាយទាយនៅក្នុងសុបិនដូចនេះថាការដែលពុកម៉ែគិតទុកនឹងបានផលសម្រេចឬការងារក្នុងទូនាទីក៏រីកចម្រើនឡើងណែតាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញកូនមន់ចាប់កូនមន់ច្បាច់ឲ្យងាប់គឺទៅជាមានការល្អការគិតទុកនោះគឺមានផលហើយការងារទូនាទីនោះក៏រីកចម្រើនទៅវិញចំណែកលេខសំណាងសម្រាប់អ្នកសុបិនទៅវិញនោះគឺលេខ09លេខ19លេខ109លេខ119និង209បាទតកតងនឹងពុកម៉ែបងប្អូនសុបិនឃើញកូនមន់ចាប់ច្បាច់កូនមន់ឲ្យងាប់នេះគឺមានអត្ថន័យដូចការបកស្រាយខាងលើអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដែលមានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ